សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍កាន់เพจខ្ញុំទៀតហើយថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីការធ្វើត្រីឆ្អើរហើយការធ្វើត្រីឆ្អើររបស់គាត់គឺល្អមែនទែនពីច្រើននៅក្នុងតំបន់ទន្លេពួកគាត់បានធ្វើការកែច្នៃដូចជាការប្រមូលផលពីទន្លេមកគឺពួកគាត់យកមកកែច្នៃដូចជាប្រហុកត្រីឆ្អើរត្រីញៀតត្រីប្រឡាក់និងមានប្រភេទផ្សេងៗទៀតនេះគឺជាដំណើរការរបស់គាត់កំពុងតែធ្វើការដោតចង្កាក់ដើម្បីយកទៅអាំងនិងឆ្អើរឲ្យវាស្ងួតដើម្បីធ្វើជាត្រីឆ្អើរលោកចែកចាយបន្តទៅឲ្យបងប្អូនដែលមានតម្រូវការក្នុងការយកទៅធ្វើការស្លឬក៏យកទៅធ្វើម្ហូបអីផ្សេងៗទៀតបងប្អូនហើយត្រីឆ្អើរនៅទន្លេគឺស្រស់មែនទែនដោយសារតែការនេសាទបានមកភ្លាមគឺគាត់យកមកធ្វើការកែច្នៃហើយគាត់មុនធ្វើជាត្រីឆ្អើរហ្នឹងគឺគាត់បានលាងនិងកាត់ក្បាលវាស្អាតដើម្បីយកទៅដោតចង្កាក់និងឆ្អើរហើយការធ្វើរបស់គាត់ហ្នឹងគឺត្រូវការគ្នាច្រើនដែរដើម្បីធ្វើការកាត់ក្បាលហើយមានអ្នកសម្អាតនិងមានអ្នកដោតចង្កាក់ហើយអ្នកផ្សេងទៀតគឺអាចទៅធ្វើជាចង្កាក់ដើម្បីយកមកដោតត្រីផងដែរក្នុងមួយថ្ងៃគឺគាត់ធ្វើបានច្រើនមែនទែនរាប់រយគីឡូហើយអ្នកខ្លះទៀតគឺគាត់ចែកតួនាទីគ្នាក្នុងការរៀបចំជាក្រុមចំពោះខ្ញុំវិញនេះគឺជាលើកទី1ហើយដែលបានឃើញការធ្វើត្រីឆ្អើររបស់គាត់ហើយខ្ញុំមិនដែលឃើញតាក់ទងនឹងការធ្វើត្រីឆ្អើរទេធ្លាប់តែហូបហើយមកដល់កន្លែងនេះគឺបានដឹងថាការរៀបចំធ្វើការត្រីឆ្អើរហ្នឹងគឺមានដំណើរការដ៏វែងហើយរៀងស្មុគស្មាញដែរបងប្អូនត្រីឆ្អើរបើសិនឧទាហរណ៍ថាយើងអាំងវាមិនស្ងួតហើយវានៅសើមធ្វើឲ្យត្រីឆ្អើរហ្នឹងវាហាក់ខូចអញ្ចឹងទាមទារឲ្យហាស្ងួតដើម្បីឲ្យសាច់របស់វាហ្នឹងស្ងួតបានល្អជៀសវាងការសើមធ្វើឲ្យសាច់ត្រីហ្នឹងវាហាក់ខូចជាពិសេសនឹងទៀតហ្នឹងគឺគាត់កាត់ក្បាលហើយដោតចង្កាក់ហើយគឺគាត់យកទៅហាលឲ្យវាស្ងួតបន្តិចនិងបានយកទៅកន្លែងឆ្អើរតែម្ដងដល់កន្លែងនេះគឺពេលដែលគាត់ហាលហើយហ្នឹងគឺគាត់យកមកដាក់ឆ្អើរតែម្ដងនៅពេលដែលដេកភ្លៀងអីចឹងគឺគាត់ឆ្អើរវាឲ្យស្ងួតប៉ុន្តែមានកន្លែងសម្រាប់ឆ្អើរដល់ត្រឹមត្រូវមួយហើយជាក់ស្ដែងទៅការឆ្អើរទីឆ្អើរហ្នឹងគឺមានតាមលំដាប់លំដោយរបស់វាដែរប្រសិនបើត្រីធំអីចឹងទៅគឺគេដោតតាមទំហំរបស់វាហើយបើត្រីតូចគឺតាមទំហំត្រីតូចហើយតម្លៃរបស់វាក៏តាមនឹងដែរហើយចំពោះត្រីឆ្អើរវិញបើសិនបងប្អូនដែលចង់ធ្វើម្ហូបអីឆ្ងាញ់អាចទម្លាក់ comment ខាងក្រោមអាចសរសេរនៅក្នុង comment ខាងក្រោមបានថាធ្វើម្ហូបអីឆ្ងាញ់ហើយការរៀបចំធ្វើម្ហូបហ្នឹងបែបណាដែរបងប្អូនសម្រាប់ខ្ញុំវិញគឺបុកត្រីឆ្អើរហើយបងប្អូនគឺឆ្ងាញ់ហើយបើយើងបានស្លជាមួយនឹងអាណូងវិញក៏ឆ្ងាញ់ដែរបងប្អូនជាចុងក្រោយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបងប្អូនពេញចិត្តសូមជួយចុច Subscribe ហើយនិង Share ម្នាក់មួយផងហើយបើសិនបងប្អូនចង់បានវីដេអូថ្មីបន្តទៀតសូមទម្លាក់ comment ខាង